សាលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលបបិទ្ធព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងអភិលក្ខខេតសម័យដ៏បវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2569-2570ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះតាំងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតសម្ដែងនៅស្វាមីភក្ត្រដ៏ជ្រាលជ្រៅបំផុតព្រមជាមួយអំណរសាទរនិងសូមប្រសិទ្ធពរជ័យសិរីមង្គលមហាប្រសើរថ្វាយសម្ដេចព្រះមហាក្សត្រីលួងម៉ែសូមព្រះអង្គទ្រង់សំប្រកបដោយព្រះកាយពលសិរីវឌ្ឍនាព្រះរាជសុខភាពល្អបរិបូរណ៍និងព្រះសិរីជនមាយុយឺនយូរជាង100ព្រះវស្សាឆ្លៀតក្នុងព្រះរាជវរកាលដ៏មង្គលាភិរម្យអធិកធម៌នេះខ្ញុំម្ចាស់នឹងទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយនៅកតញ្ញូតាធម៌និងកតវេទិតាយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាธิគុណដ៏ឧត្តមឧត្តមរបស់សម្ដេចម៉ែលួងម៉ែដែលបានគង់ជាមនុស្សដ៏ត្រជាក់ត្រជុំដល់មហាគ្រួសារខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលព្រមទាំងរួមចំណែកក្នុងកិច្ចការមនុស្សធម៌លើកស្ទួយការផ្សះផ្សាជាតិដោយរក្សានូវសាមគ្គីភាពនិងឯកភាពជាតិជាធ្លុងមួយពង្រឹងវិស័យអប់រំសុខុមាលភាពសង្គមទ្រទ្រង់ព្រះពុទ្ធសាសនាអភិរក្សវប្បធម៌ប្រពៃណីជាតិនិងអត្តសញ្ញាណជាតិខ្មែរជាពិសេសព្រះអង្គទ្រង់សពព្រះរាជហឫទ័យគង់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជាក្រមប្រឹក្សាជាតិដើម្បីស្ត្រីនិងសមាគមកាយរដ្ឋនារីកម្ពុជាដែលបានចូលរួមព្រះរាជបេសកកម្មយ៉ាងសកម្មបំផុតក្នុងការតម្កល់ផលប្រយោជន៍ជាតិនិងលើកកម្ពស់ជីវភាពរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គឲ្យមានជីវភាពរស់នៅក្នុងភាពសម្បូរសប្បាយរុងរឿងសុខដុមរមនាជាអភិយោធភាពតរៀងទៅជាថ្មីម្ដងទៀតខ្ញុំម្ចាស់នឹងទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាតលើកហាត់ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាថែរក្សាព្រះមហាស្វតិឆ័ត្រជាពិសេសទេវតាឆ្នាំថ្មីឆ្នាំមមីព្រះនាមរក្សសាទេវីនិងព្រះបារមីនៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គព្រមទាំងព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋសូមតាមជួយបីបាច់ថែរក្សាប្រទានព្រះរាជសព្វសាធុការពរបវរសួស្តីជ័យមង្គលវិបុលសុខមហាប្រសើរគុណប្រការថ្វាយចំពោះសម្ដេចមហាក្សត្រីលួងម៉ែព្រមទាំងព្រះរាជវង្សានុវង្សសូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លានឃ្លាតឡើយសូមសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាទទួលនៅព្រះសយភក្តីភាពនិងអភិវឌ្ឍនីកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំម្ចាស់និងទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាថ្ងៃអង្គារ5រោចខែចែកឆ្នាំអាសាញ់សព្វស័កពុទ្ធសករាជ2569ក្រាបបង្គំទូលថ្វាយធ្វើនៅរាជធានីភ្នំពេញថ្ងៃទី7ខែមេសាឆ្នាំ2026ប្រធានរដ្ឋសភាហត្ថលេខានិងត្រាសម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារី